ក្រោយនោះនៅក្នុងឆ្នាំដដែលព្រះបរមកតយាចន្ទរាជាព្រះអង្គឲ្យតែងសំពៅចំនួន2ផ្ទុកទំនិញទៅស្រុកជ្វាម៉ាឡាយូហើយទិញបានកំភ្លើងធំចំនួន100កំភ្លើងតូចចំនួន1000ដើមថែមលើកំភ្លើងចាស់ទុករក្សាព្រះនគរផងដែរឯសម្ដេចព្រះស្រីចេថាអង្គម្ចាស់ត្រើយខាងកើតកាលបើជ្រាបថាសម្ដេចចៅពញាចន្ទរាជាទិញកំភ្លើងបានជាច្រើនដើមផងនោះមកទុកសម្រាប់ព្រះនគរហើយព្រះអង្គក៏ធ្វើសំពៅ2ដែរបាទផ្ទុកទំនិញទៅលក់នៅឯស្រុកម៉ាឡាយូផងដែរហើយទិញបានកំភ្លើងធំចំនួន150ដើមកំភ្លើងតូចចំនួន3000ដើមលុះសំពៅនោះវិលត្រឡប់មកវិញខ្យល់ក៏បក់ផាត់សំពៅមួយទៅជាប់ពីមប្រហែលជាពីមមាត់ជ្រូកហើយសំពៅមួយទៀតក៏ជាប់នៅឯស្រុកកំពតនោះនាយកងស្រុកពីមនិងស្រុកកំពតចាប់បានសំពៅមួយយកបានកំភ្លើងធំចំនួន150ដើមកំភ្លើងតូចចំនួន3000ដើមដាក់ទុកក្នុងរទេះឲ្យមេឃុំនាំទៅថ្វាយព្រះបាទនៃអង្គម្ចាស់នៅឯបន្ទាយខេត្តបរិបូរណ៍ព្រះបាទជាអង្គម្ចាស់ត្រើយខាងលិចកាលបើទ្រង់ទតឃើញបំរើនាំគ្រប់សពសភាសាស្ត្រាវុធមកក្រាបបង្គំទូលថ្វាយហើយនោះទ្រង់មានព្រះអំណរខ្លាំងណាស់ទ្រង់ក៏ប្រោសព្រះរាជទានរង្វាន់ដល់មេទ័ពមេកងនោះជាច្រើនសម្ដេចព្រះចេថាអង្គម្ចាស់ត្រើយខាងកើតស្ដេចគង់នៅព្រះរាជវាំងស្រីសឈរទ្រង់ត្រាស់ក៏ឲ្យកែនកងទ័ពចំនួន140,000នាក់ទ្រង់ឲ្យចវាយទលហៈកៅនិងចៅពញាមងនៅរក្សាបន្ទាយត្រឡប់ពីជ័យព្រៃនគរហើយទ្រង់ក៏ចាត់ឲ្យចៅពញាចក្រីឃុំពលចំនួន3000នាក់ជាទ័ពមុខចៅពញាក្រឡាហោមឃុំពលចំនួន20000នាក់ជាទ័ពស្ដាំចៅពញាវៀងឃុំពលចំនួន20000នាក់ជាទ័ពឆ្វេងចៅពញាវាំងឃុំពលចំនួន20000នាក់ជាទ័ពក្រោយចៅពញាស្រាលឃុំពលចំនួន10000នាក់ជាទ័ពក្រវ៉ែលខាងស្ដាំចៅពញាលំពាំងឃុំពលចំនួន10000នាក់ជាកងទ័ពក្រវ៉ែលខាងឆ្វេងហើយចៅពញាស្នងធ្នឹមព្រះនគរឃុំពលចំនួន10000នាក់ជាទ័ពក្រវ៉ែលខាងមុខព្រះអង្គស្រីចេថាព្រះអង្គឯងឃុំពលចំនួន30000នាក់ជាទ័ពលួងឆ្លងមកដល់ស្រុកភ្នំពេញហើយទ្រង់ក៏លើកទ័ពគ្រប់កងទាំងអស់ព្រមដោយនៅស្វេតឆ័ត្រអភិរមសែនធ្វាន់ឡើងគង់លើព្រះទីនាំងសង្ឃរស្មីលើកទ័ពតម្រង់ទៅខេត្តបរិបូរណ៍សេះល្បាតខាងព្រះបរមកតយាចន្ទរាជាឃើញហើយក៏គ្មានក្មេយកសេចក្តីទៅក្រាបបង្គំទូលព្រះបរមពិតលុះទ្រង់ជ្រាបគ្រប់ប្រការហើយទ្រង់ក៏ត្រាស់ឲ្យសម្ដេចព្រះភក្តនីយាយុរាជឡើងជាទីនាយកនិងមន្ត្រីខាងជើងទឹកលើកទ័ពទូកគង់លើព្រះទីនាំងចក្រពត្តិសារាយអណ្ដែតនាំទូកចម្បាំងចំនួន400ហើយទ្រង់ក៏ចាត់ទ័ពជើងគោកថែមទៀតផងដែរទ្រង់ក៏ត្រាស់ឲ្យអុកញ៉ាចក្រីទេពកូនពញាមឿងឃុំពលចំនួន2000នាក់ជាមេទ័ពមុខឲ្យចៅពញាសួរគាលោកសុកកូនពញាមឿងឃុំពលចំនួន10000នាក់ជាទ័ពស្ដាំឲ្យចៅពញាឧតីធិរាជសូឃុំពលចំនួន10000នាក់ជាទ័ពខាងឆ្វេងឲ្យអុកញ៉ារាជតេជះឃុំពលចំនួន10000នាក់ជាទ័ពក្រោយឲ្យអុកញ៉ាវង្សាអគ្គរាជឃុំពលចំនួន10000នាក់ជាកងទ័ពចន្លោអុកញ៉ានរិន្ទ្រាធិបតីចៅពញាមនោមេត្រីចៅពញាស្រែនយាធិបតីចៅពញាស្រែនយាសេនាឃុំពលម្នាក់ចំនួន3000នាក់ទៅបង្កប់សងខាងផ្លូវ
ឲ្យសម្ដេចព្រះសុខតៈឃុំពលដំរីចំនួន 3000 ទៅបង្កប់នៅក្នុងព្រៃខាងលិចវាលស្រាប់អង្កាមឲ្យអុកញ៉ាដរុងសេនាឃុំពលសេះចំនួន 500 ជាកងចន្លោទី 2 លុះបានរឹកជាវេលាល្អហើយបរហិតក៏តាំងផ្លុំត្រៃសឹងហោរាថ្វាយរឹករួចហើយព្រះបរមពុទ្ធបរមក្ខតិយាចន្ទរាជាទ្រង់ក៏គ្រឿងកុតភ័ណ្ឌសម្រាប់រាជយុទ្ធឡើងគង់លើព្រះទីនាំងពិជ័យរាជកញ្ឆៈលើកអស់និករចេញទៅឯអុកញ៉ាវង្សាអគ្គរាជជាកងចន្លោទី 1 ក៏លើកទ័ពទៅដល់ស្ទឹងក្រាំងពន្លៃជួបជាមួយនឹងទ័ពព្រះស្រីចេថាព្រះស្ដេចកនហើយក៏បានតតាំងច្បាំងគ្នានៅទីនោះយូរបន្តិចក៏អុកញ៉ាវង្សាអគ្គរាជក៏នាំពលរត់ថយក្រោយមកដល់ខាងលិចភូមិឈូកសខេត្តលង្វែកខណៈនោះអុកញ៉ានរិន្ទ្រសេនាឃុំពលទាហានសេះ40នាក់កាល់ពលខ្លួននឹងពលអុកញ៉ាវង្សាអគ្គរាជឲ្យចូលតតាំងច្បាំងប្រកាប់គ្នាហើយបណ្ដែតទូកថយក្រោយមេទ័ពខាងព្រះស្ដេចកនឃើញហើយក៏យល់ថាខ្លួនមានជ័យជំនះនៅក្នុងសង្គ្រាម2 ដងហើយក៏បរពលសម្រុកក្រឡុកតាមដល់ស្ទឹងជ្រៃអុកញ៉ាចក្រីទេពជាកងចន្លោទី 3 ក៏ចេញពីក្នុងព្រៃបរពលចូលមួយស្របក់ក៏នាំពលកិច្ចរត់ថយក្រោយទៅទៀតខណៈនោះនាយកងទ័ពខាងព្រះស្ដេចកនក៏ស្រែកក្រាបទូលថាចក្រីបាក់ទ័ពទៀតហើយចក្រីបាក់ទ័ពទៀតហើយហើយកងទ័ពគ្រប់កងខាងព្រះស្ដេចកនឮថាចក្រីបាក់ទ័ពទៀតនោះក៏រឹងរិតតែមានចិត្តចូលឡើងបិទតែដេញតាមទៅត្រាតែជួបជាមួយនឹងទ័ពក្រឡាហោមដែលបង្កប់ប្រចាំនៅវាលស្រាប់អង្កាមនោះអុកញ៉ាក្រឡាហោមក៏ទទួលច្បាំងជាមាំមួនសម្ដេចព្រះសទត្តៈក៏ឃុំពលដំរីចម្បាំងចំនួន 300 នោះហើយក៏បរដំរីជលជន់នៅពីក្រោយឯកងទ័ពដែលបង្កប់នៅសងខាងនោះក៏ប្រសពពីឆ្វេងពីស្ដាំទាំងព្រះបរមពុទ្ធក៏បែរព្រះទីនាំងរាជកញ្ឆៈចូលលុកលុយកាប់ប្រចាក់ប្រសពគ្នាបណ្ដាលឲ្យស្លាប់ពលខាងព្រះស្ដេចកនប្រមាណចំនួនជា 20000 នាក់លុះមកដល់មុខព្រះស្ដេចកនព្រះទីនាំងពិជ័យរាជកញ្ឆៈដែលចេះប្រកាន់នៅអាវុធរវែងចាក់សម្លាប់ពលព្រះស្ដេចកនបណ្ដាលឲ្យស្លាប់ជាច្រើនស្ដេចកនទ្រាំមិនបានក៏បែកទ័ពរត់កាត់ព្រៃមកដល់ចុងព្រែករលាភាខាងស្ដាំក៏ចោលទ័ពអស់ជាប់តែខាងទាហានស្ម័គ្រចិត្តប្រមាណចំនួនជា100នាក់ហើយមកជួបជុំនឹងទ័ពអុកញ៉ាស៊ូខៀលោកអុកញ៉ាមនោមេត្រីអុកញ៉ាឧទ័យធិរាជដែលបង្កប់នៅក្នុងព្រៃនោះទ័ពទាំងនោះក៏ស្ទុះចេញមកក៏តាំងហូដេញទ័ពស្ដេចកនខ្ចាត់ខ្ចាយទៅទៀតហើយស្ដេចកននៅសល់តែទាហានចំនួនប្រមាណជា100នាក់ក៏រត់ទៅតាមហើយលុះទៅដល់ចុងភូមិតាចេះខេត្តលង្វែកកងទ័ពទាំង100នាក់នោះអត់មានចេះហែលទឹកទេបាទទាំងអស់គ្នានោះក៏ចេះតែហែលទឹកចំនួន20នាក់ប៉ុណ្ណោះអ្នកដែលចេះហែលទឹកក៏រត់ទៅលើកោះតូចនាំគ្នាតោងសេះព្រះទីនាំងសង្ឃរស្មីនោះក៏ឆ្លងទៅដល់ស្ទឹងស្ងួតជើងព្រៃជាត្រៃខាងកើតលុះកងទ័ពអុកញ៉ាយមរាជអុកញ៉ាស៊ូគីលោកដេញទៅដល់ក៏ឃើញទ័ពសត្រូវនៅកំពុងតែហែលទឹកនោះក៏ស្រែកហៅកងទ័ពជើងទឹកទាំងអស់ឲ្យតាមចាប់សូស័ព្ទដែលបង្ហូតហៅកងទ័ពជើងទឹកតែមួយម៉ាត់ម្នាក់ក៏លន់ដូចជាគេស្រែកហូឯនោះហើយបានជាកោះតូចនោះក៏គេប្រែឈ្មោះថាជាកោះហូរៀងមកឯមើលពិភពលិខិតមើលចំណិតសត្រង់មើលបំរុងអក្សរាទាំង3នាយជាអលិហើយជាមន្ត្រីព្រះស្ដេចកនជាប់បាវ6-7នាក់ទៀតស្ពាយត្រាជាសម្រាប់រាជព្រះស្ដេចកននោះក៏រត់បែកពីព្រះស្ដេចកនទៅចុះទៅដល់ចុងភូមិកំពង់បដាខេត្តរលាភាក៏ចាប់យកកូនទូកអ្នកស្រុកនោះចុះចៅតាមស្ដេចកនទៅមានខ្យល់ព្យុះរលកបោកបក់ខ្លាំងណាស់ទូកក៏លិចលង់ទាំងត្រាសម្រាប់រាជនោះបាត់ទៅក្នុងព្រះធរណីបាតទន្លេនៅទីនោះទៅក៏ស្រុតទៅជ្រៅជាពន់ប្រមាណណាស់នាយអលៈទាំង3ក៏យកផ្ដៅពីបន្ទះមកតតែមួយសំយងទៅត្រង់កន្លែងដែលលង់ត្រានោះក៏ពុំដល់ដែរនឹងរកមនុស្សឲ្យមុជទៅតាមត្រានោះក៏រកមិនឃើញពីព្រោះតែវាជ្រៅពេក
នាយទាំង3អ្នកនោះក៏ខ្លាចខុសនឹងព្រះស្ដេចកនក៏នាំគ្នាមុជទឹកទៅតាមត្រានោះលុះទៅដល់មរណាទាំង3អ្នកនោះទៅព្រោះហេតុនោះហើយបានជាទីនោះគេហៅថាអន្លង់ត្រារាជយាមកដល់សពថ្ងៃនេះតំបន់អន្លង់រាជណាបាទគេហៅកាត់ថាតំបន់អន្លង់រាជទ្រង់ក៏ស្រោតព្រះទីនាំងចក្រពត្តិសរាយអដែតប្រជុះទៅតាមទៅដល់គៀនតាថឹងឯសម្ដេចព្រះស្រីចេថាតូតពីលើខ្នងសេះព្រះទីនាំងទៅក៏ឃើញក៏បោសេះព្រះទីនាំងនោះនាំទៅហ៊ានរួមចិត្តមិត្តទៅដល់ចុងភូមិកំពង់ចាមក៏បោរទេះសេះព្រះទីនាំងនោះហែលឆ្លងទឹកតម្រង់ទៅតំបន់ដូនម៉ៅត្រើយខាងកើតព្រមទាំងទាហានរួមចិត្តចំនួន20នាក់នោះក៏ហែលតោងសេះនោះទៅដល់ច្រាំងទន្លេម្ខាងសេះនោះក៏ខ្លាយទៅជានាគមួយទឹកបាត់ទៅ